ការធ្វើដំណើរ Solidarity March កំពុងមានសន្ទុះគាំទ្រនិងបង្ហាញឆន្ទៈចូលរួមពីមហាជនយ៉ាងផុសផុលដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជនតាមរយៈការបង្ហាញពីឆន្ទៈមនសិការស្នេហាជាតិនិងទឹកដីសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំការធ្វើដំណើរថ្មើរជើង Solidarity March ដើម្បីបង្ហាញការចូលរួមជាធ្លុងមួយគាំទ្រដល់រដ្ឋាភិបាលនិងកងកម្លាំងជួរមុខកម្ពុជានៅថ្ងៃទី18 ខែមិថុនាឆ្នាំ2025នេះដោយចេញដំណើរពីសាលមហាស្រពកោះពេជ្រឆ្ពោះទៅកាន់វិមានឯករាជ្យលើស្មារតីដូចខាងក្រោមបង្ហាញការគាំទ្រសុចរិតភាពនិងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗកម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែ1មីលីម៉ែត្រប៉ុន្តែកម្ពុជាក៏មិនឲ្យនរណាយកដីសូម្បីតែ1មីលីម៉ែត្រដែរបង្ហាញការគាំទ្រវិធានការរបស់រដ្ឋាភិបាលទាំងផ្នែកការទូតផ្នែកការពារជាតិផ្នែកច្បាប់និងខឿនការពារជាតិប្រជាជនបង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយផ្អែកលើស្មារតីត្រូវពន្លត់ភ្លើងជាជាងអង្គុយបបផ្សែងស្មារតីយើងសកម្មភាពនិងកាយវិការនិងសម្លេងនៃការគាំទ្ររបស់យើងម្នាក់ៗគឺជាកម្លាំងចិត្តនិងធម៌ពលសម្រាប់រដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ